ធម្មតាបើអ្នកណាថារកស៊ីចំណេញគេរកស៊ីទេយើងរកស៊ីនេះមិនមែនថាមិនចំណេញទេយើងចំណេញតិចតួចផុតប៉ុន្តែយើងត្រូវចាំថាខ្លួនយើងគឺជា business for impact គោលដៅរបស់យើងគឺជា business ជួយដល់ទៅសហគមន៍វិញយើងចង់ធ្វើមិនឲ្យ business នេះជា role model មួយទៅដល់ក្មេងៗជំនាន់ក្រោយគិតថាកុំគិតតែរឿងលុយពេកឲ្យគិតអំពីតម្រូវការជាក់ស្ដែងរបស់សហគមន៍យើងផងគឺជា founder ហើយនឹង owner របស់ហាង Snow កៅឬហៅថា Crossline Receptic ឬក៏ Crossline Music ហាង Snow កៅនេះរយៈពេលប្រហែលជា10ឆ្នាំហើយយើងកំពុងទៅលើការប្រើប្រាស់សាស្ត្រថ្មីឡើងវិញទៅលើកានិងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃហើយដែលអ្នកទាំងអស់គ្នាឃើញនៅជុំវិញខ្លួនណាគឺជាកាដែលយើងបានមកពីបរិច្ចាគពីក្នុងសហគមន៍យើងផ្ទាល់ព្រោះនេះមានគោលបំណងរបស់យើងហ្នឹងគឺធ្វើម៉េចឲ្យកាយដែលយើងបានប្រើហើយហ្នឹងអាចប្រើម្ដងទៀតជួយកាត់បន្ថយសារ៉ាមពី landfill ឲ្យអ្នកទិញរបស់យើងហ្នឹងមានឱកាសបានប្រើម៉ូតល្អហើយស្ទាយប្លែកៗអត់សូវអស់លុយមែនតើស្នូកអាយយើងប៉ោនដោយមនុស្ស2នាក់ពួកយើងចូលចិត្តរឿងផាយប្រាក់ខាដូចគ្នាតែគាត់ថាម្នាក់ទៀតគាត់ជាជនជាតិបរទេសដែលយើងស្គាល់គ្នាកន្លងពីធ្វើការអង្គការមួយទេអញ្ចឹងណាតែគាត់បានមករស់នៅទីក្រុងភ្នំពេញមួយគឺដែរយើងបង្កើតកាលនោះថាបង្កើតលេងទេច្រឡំ2016 17កាលនោះខ្ញុំហើយនឹងមិត្តភក្តិខ្ញុំហ្នឹងក្រោយពីយើងត្រឡប់មកពីបរិញ្ញាបត្រនៅស្រុកគេវិញយើងអត់ដឹងថាតើយើងគួរតែធ្វើអីឲ្យប្រសើរសម្រាប់ជួយដល់ស្រុកខ្មែរប៉ុន្តែដោយសារខ្ញុំឆ្លាញ់កាវមកទឹកហើយគ្រួសារខ្ញុំម៉ាក់ប៉ាខ្ញុំអីហ្នឹងគឺតាំងពីទូចមកគឺគាត់ទិញកាវមកទឹកឲ្យយើងប្រើប្រចាំហើយពួកយើងគិតថាស្រុកខ្មែរយើងគឺជាប្រទេសដែលផលិតកាវតាំងពីមុនស្រុកខ្មែរយើងគឺជាកន្លែងដែលរោងចក្រធំបំផុតនៅអាស៊ីយើងណាតែផលិតកាវនាំចេញហើយគេក៏មានគេយកសម្រាប់កាវនាំចូលដែរពីប្រទេសផ្សេងមកអញ្ចឹងពួកយើងគិតថាហេតុអីក៏យើងមិនប្រើវាសាថ្មីម្ដងទៀតព្រោះជាពលរដ្ឋមួយចំនួនដែលគាត់មានលទ្ធភាពទូតាណាគឺចិត្តទិញកាវទូច្រើនជាងហើយអាចជួយសំលុយទៀតប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកដែលគាត់ឆ្លាតបរិស្ថានគាត់មានលទ្ធភាពទិញរបស់ល្អក៏ដោយតែយើងមានគោលដៅរបស់យើងគិតថាទៅមកជួយកាត់បន្ថយសារ៉ាមកាវហើយមួយជួយផ្សព្វផ្សាយអំពីម៉ូដផលិតផលស្រុកដែលពេញនិយមហើយបានមកលក់នៅក្រៅប្រទេសដូចជាតស៊ូវត្តហាត់អាន់រ៉េតូយ៉ាយចឹងទៅហើយមួយទៀតគឺយើងជា business តែជា business បែបជួយសហគមន៍បានន័យថាគោលដៅរបស់យើងគឺធ្វើយ៉ាងម៉េចតម្លៃសមរម្យផងហើយ benefit របស់យើងពីការលក់ដូររបស់យើងហ្នឹងត្រូវបានជួយត្រឡប់ទៅសហគមន៍ទៅតាម project នៅក្រុមមនុស្សដែលយើងជឿហើយកាវឬក៏សម្ភារៈដែលផលិតកើតហ្នឹងយើងអាចអាប់សាយផលឡើងវិញឬក៏យកទៅកន្លែងសត្វឬក៏យកទៅទីហ្វេឬក៏ទៅកន្លែងទីជួបជុំផ្ទាល់អាចសម្អាតវាបានពួកយើងគឺជាអ្នកធ្វើទៅការខាងផ្នែកជួយសហគមន៍ឬក៏ហៅថា social work ណាដូចខ្ញុំអញ្ចឹង20ឆ្នាំហើយក៏ខ្ញុំនៅបន្តធ្វើហើយភាគច្រើនខ្ញុំធ្វើការទៅលើខាងផ្នែកសិទ្ធិមនុស្សសិទ្ធិស្ត្រីសុខភាពបរិស្ថានសត្វព្រៃហើយនិងពង្រឹងសមត្ថភាពទៅលើ gender តែដល់ទៅ plastic free ដែរនេះក៏ជាបច្ច័យមួយដែលយើងគិតថាយើងមានទម្លាប់អញ្ចឹងណាមានឆន្ទៈដូចថែមួយទៀតអញ្ចឹងបានធ្វើឲ្យ business យើងគឺជា business មួយដែលថ្លៃខុសគេយើងបែបលក្ខណៈគ្រួសារទូចខ្លះប៉ុន្តែយើងចង់ធ្វើឲ្យវាមក meaningful បានថាមានគំនិតច្នៃប្រឌិតខ្ពស់ត្រង់ថាយកសម្រាមរបស់គេឬក៏របស់ដែលគេគិតថាគេឈប់ប្រើឬក៏គេលែងត្រូវការឲ្យច្នៃមកដូចជាសម្ភារៈមួយផ្សេងទៀតដែលផ្ដល់ក្តីស្រឡាញ់ពីម្ចាស់ដើមទៅកាន់អ្នកទី2ស្នូកអាវបែបតាត្រឹមជួយកាត់បន្ថយសារ៉ាមអាវទេប៉ុន្តែយើងជួយទៅលើផ្នែកសតិអារម្មណ៍ដែរព្រោះយើងដឹងថាប្រជាពលរដ្ឋមួយចំនួនក៏អត់ចង់ប្រើអាវមកទឹកទេគាត់គិតថា
ឆ្លងជំងឺមិនសមនឹងទូនាទីនឹងរូបរាងកាយគាត់អីចឹងទៅប៉ុន្តែមកទីនេះយើងទឹកចិត្តគាត់ឲ្យដឹងថារបស់ដែលគាត់បានប្រើហ្នឹងស្អាតត្រូវម្ដងខ្លួនគាត់យើងមិនវាតម្លៃទៅលើរូបរាងកាយគាត់ទេយើងបើចិត្តទូលាយឲ្យគាត់ទទួលយកអីដែលជារូបរាងគាត់មានលទ្ធភាពទៅទិញអីដែលតម្លៃសមរម្យហើយអាចប្រើបានសាច់ថ្មីម្ដងទៀតសម្រាប់កៅអៅស្បែកជើងហើយនឹងបើសិនកៅអៅហ្មងកៅអៅមិនធំហើយវាយបានអសេសរីសភៅអីហ្នឹងយើងទិញពីខាងប្រទេសហើយគ្រឿងអាជីវកម្មខ្លះដែលឃើញនៅដាក់តាមហាងហ្នឹងយើងមានសម្ភារៈដែលផលិតនៅក្នុងស្រុកហើយខ្លះពីតែប្រទេសខាងហើយយើងយកមកច្នៃឡើងវិញដែរគោលដៅបន្ទាប់ពីកាត់បន្ថយសារ៉ាំងកៅអៅទៅគឺមានគោលដៅមួយទៀតគឺលើកទឹកចិត្តឲ្យអ្នកដែលមានផលិតផលក្នុងស្រុកណាអាចដាក់តាំងក្នុងការផលិតផលគាត់ហ្នឹងនៅក្នុងទីផ្សារបានអតិថិជនរបស់យើងហើយគេរបស់យើងគឺមនុស្សដែលពេញវ័យជាយ៉ាង professional បានធ្វើការចាប់ពី20ឆ្នាំជាងឡើងទៅគាត់មានលទ្ធភាពអាចទិញបានសមរម្យតម្លៃនៅទីនេះអត់ថ្លៃទេយើងមានតម្លៃចាប់ពី 4,000 រៀលឡើងទៅហើយបាននៅទីនេះគឺជាបានបរិច្ចាគមានអ្នកខ្លះទិញហើយឲ្យវិញអ្នកខ្លះយកមកឲ្យបរិច្ចាគឲ្យយើងមានទាំងខ្មែរទាំងបរទេសហើយតែជនយើងមានគ្រប់ជាតិសាសន៍ដូចគ្នាភាគច្រើនជាគ្រូរៀនហើយអ្នកធ្វើការអង្គការឬក៏សិស្សដែលមកទិញនៅទីនេះបានតែយើងនៅសល់ហ្នឹងយើងឲ្យទៅតាម NGO ជាដៃគូរបស់យើងឲ្យញឹកញាប់ជាងគេ Rainwater Cambodia, Ligado ហើយនឹង The Voice Cambodia ញឹកញាប់តាមសាលារៀនក្រុមយុវជនដែលគាត់មាន project នៅក្នុងជួរសហគមន៍កៅអៅខ្លះវាខូចអញ្ចឹងយើងអត់អាចប្រើសាមីបានម្ដងទៀតទេអញ្ចឹងយើងបរិច្ចាគទៅអង្គការសត្វនៅទីក្រុងភ្នំពេញកន្លែងណាដែលត្រូវការគាត់ប្រាប់យើងអញ្ចឹងយើងមានលទ្ធភាពកាត់ភាគរយ 20% នៃចំណូលរបស់យើងណានៅប្រចាំឆ្នាំជួនកាលឆ្នាំខ្លះយើងអត់បានចំណេញទេប៉ុន្តែយើងនៅតែធ្វើអញ្ចឹងព្រោះនេះគឺជា mission មួយរបស់យើងនៅតែកាត់ចំណូលរបស់យើងហ្នឹងឬក៏ចំណូលផ្ទាល់ខ្លួនរបស់យើងណាគឺឧបត្ថម្ភយើងបរិច្ចាគមិនតែខោអាវទេយើងក៏បរិច្ចាគទៅលើសម្ភារៈប្រើប្រាស់ម្ហូបសម្ភារៈរៀនហើយយើងមានប្រភពយើងច្បាស់លាស់ទៅទូទៅប្រហែលជារាប់ទៅប្រហែលជា7-20ស្ថាប័នយើងសហការជាយើងញាប់ក្នុងមួយឆ្នាំអាច3ទៅ4ដងក្នុងមួយស្ថាប័នយើងជួយសហគមន៍ផ្សេងមួយទៀតខុសពីការឲ្យលុយអីណាគឺតកតងទៅនឹងការផ្ដល់ចំណេះដឹងទៅពេលដែលក្រុមអង្គការឬក៏ស្ថាប័នឬក៏សាលាណាចង់រៀនអំពី sustainable fashion យើង provide ជា training ឲ្យគាត់ free ឬក៏ឆាចលុយដែរទីមួយតែលុយដែលយើងឆាចពីស្ថាប័នហ្នឹងយើងយកទៅបរិច្ចាគតែមែនតើទៅការធ្វើ business បែបជួយសហគមន៍របស់យើងនេះយើងអត់ចំណេញទៅលើបើយើងនិយាយរឿងលុយវិញណាយើងអត់បានចំណេញលុយទេប៉ុន្តែយើងចំណេញធំបំផុតគឺត្រឡប់ទៅសហគមន៍វិញការជួយកាត់បន្ថយសារ៉ាំងកៅអៅការជួយលើកទឹកចិត្តការផ្ដល់ចំណេះដឹងដល់បទពិសោធន៍ធម្មតាបើអ្នកណាថារកស៊ីចំណេញតែរកស៊ីទេយើងរកស៊ីនេះមិនមែនថាมันចំណេញទេយើងចំណេញតិចតួចបំផុតប៉ុន្តែយើងទៅចាំថាខ្លួនយើងគឺជា business for impact គោលដៅរបស់យើងគឺជា business ជួយត្រឡប់ទៅសហគមន៍វិញមួយទៀតយើងចាំបាច់ធ្វើទោះបីវាចំណេញក៏ដោយយើងថាมันចំណេញតែតាមបាត់យើងចំណេញច្រើនណាអ្នកទៅសហគមន៍ត្រឡប់ទៅវិញខ្ញុំហើយនឹងអេមីគិតថាយើងធ្វើជាអាជីវកម្មដែលជាអាជីវកម្មគំរូអាជីវកម្មរបស់យើងបែបមានគូស្នាក់សហគមន៍សុំតោះអត់ទៅពីpromotion តែចង់និយាយថាធ្វើមិនឲ្យ business នេះជា role model មួយទៅដល់ក្មេងៗជំនាន់ក្រោយគិតថាកុំគិតតែរឿងលុយពេកឲ្យគិតអំពីតម្រូវការជាក់ស្ដែងរបស់សហគមន៍យើងផងគោលដៅខ្ញុំមុនដំបូងទៅថ្ងៃអនាគតខ្ញុំចង់បានភ្ញៀវខ្មែរច្រើនតិចជាទូទៅសម្បូរភ្ញៀវបរទេសច្រើនខ្ញុំចង់ផ្សព្វផ្សាយនិងលើកទឹកចិត្តឲ្យខ្មែរយើងប្រើកៅអៅមកទឹកហ្នឹងឡើងវិញបើគិតថាវាឆ្លងអីយើងយកទៅបោកអីទៅតែអីវ៉ាន់យើងអត់នេះគឺបោកស្អាតហើយអនាគ
ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តឲ្យប្រើអស់គ្នាកុំខ្មាស់អៀនក្នុងការប្រើកាំងទឹកយើងជួយបាក់ឋានផងអស់លុយថោកទៀតមួយទៀតខ្ញុំចង់ឲ្យសិស្សនិស្សិតទាំងអស់តែមានគំនិតថាចង់ធ្វើអាជីវកម្មគួរតែធ្វើអីដែលប្លែកខុសគេហើយត្រឡប់ទៅជួយបានតាមតិចតាមច្រើនព្រោះយើងជាផ្នែកមួយនៃសង្គម